សម័យកាលមួយនៅក្នុងព្រៃធំមានសត្វ3ប្រភេទរស់នៅជិតគ្នាគឺក្អែកចកនិងទន្សាយជាមិត្តស្លាប់រស់នឹងគ្នាពួកវាទាំង3មានបំណងចង់ក្លាយជាស្ដេចកាន់អំណាចលើសត្វទាំងអស់គ្រប់គ្នាក្អែកនិយាយថាខ្លួនមានសមត្ថភាពលើសគេព្រោះអាចហោះឡើងលើមេឃបានយ៉ាងងាយចកវិញថាខ្លួនចេះល្បិចចេះបោកអាចគ្រប់គ្រងមនុស្សនិងសត្វដទៃបានទៀតបានពីការបោកបញ្ឆោតទន្សាយឆ្លាតនិយាយថាក៏ស្ដេចពិតត្រូវមានប្រាជ្ញាមិនមែនត្រឹមកម្លាំងនោះទេត្រូវយល់ការប្រកែកគ្នាក្តៅឡើងហើយសត្វផ្សេងនៅក្នុងព្រៃក៏មកស្ដាប់ផងដែរក្អែកសូមឲ្យសត្វទាំងអស់ធ្វើការប្រឡងមួយដើម្បីដឹងថានរណាសមនឹងជាស្ដេចពិតប្រាកដសត្វទាំង3យល់ព្រមហើយរៀបចំប្រឡងនៅពេលព្រឹកថ្ងៃស្អែកបន្ទាប់ព្រឹកឡើងព្រះអាទិត្យរះចេញពួកវាមកជួបគ្នាជាមួយសត្វអ្នកវិនិច្ឆ័យជាច្រើនផ្សេងទៀតក្អែកឡើងហោះខ្ពស់ហើយប្រាប់ថាក៏ស្ដេចត្រូវអាចហោះដូចខ្ញុំនេះណែកសត្វទាំងឡាយអស់ចាណាសើប៉ុន្តែទន្សាយនិយាយថាក៏ហោះខ្ពស់មិនមែនជាអំណាចពិតនោះទេចកចេញមុខនិយាយថាក៏ស្ដេចត្រូវចេះបោកដើម្បីឲ្យអ្នកដទៃគោរពតាមគេសើចលើចកព្រោះគេចាំបានថាវាធ្លាប់លួចសាច់អ្នកភូមិជាច្រើនលើកច្រណសារទន្សាយឡើងមុខជាមួយចំណុចថ្លៃថ្នូរថាវានិយាយថាក៏ស្ដេចត្រូវមានចិត្តសុចរិតនិងសមត្ថភាពដោះស្រាយបញ្ហានៅចំពោះមុខសត្វទាំងឡាយស្ទាក់ស្ទើរឆ្ងល់ថាតើវានឹងបង្ហាញយ៉ាងដូចម្ដេចទន្សាយស្នើឲ្យធ្វើប្រឡងគំនិតសាកល្បងក្អែកនឹងចកយល់ព្រមសំណួរដំបូងគឺតើអ្នកណាអាចរកអាហារបានដោយមិនប្រើកម្លាំងក្អែកហោះទៅរកសាច់ប៉ុន្តែត្រូវសត្វកណ្ដូបវាយ៉ាងដំណំចកវិញចូលទៅលួចសាច់នៅផ្ទះអ្នកភូមិតែត្រូវគេឃើញនឹងដេញចាប់ទន្សាយទៅប្រមូលផ្លែឈើស្រាប់ក្នុងព្រៃមកចែកឲ្យអ្នកវិនិច្ឆ័យទាំងអស់នោះសត្វទាំងឡាយពេញចិត្តជាមួយទន្សាយជាខ្លាំងក្អែកខឹងឡើងហោះក្បាលឡើងលើហើយនិយាយថាចង់ធ្វើសង្គ្រាមចកក៏មិនសប្បាយចិត្តឡើយវានិយាយថាប្រឡងដោយមាត់មិនគ្រប់គ្រាន់ត្រូវប្រឡងស្នាដៃទៀតពួកវាសម្រេចធ្វើការសាងសង់ផ្ទះរបស់សត្វសម្រាប់សត្វក្រីក្រមួយក្អែកប្រើស្លាបយកស្លឹកមកដាក់ប៉ុន្តែភ្លាត់ខ្យល់វាយចកសាងសង់ដោយប្រើក្បាច់ប៉ុន្តែផ្ទះគ្រាន់តែស្អាតខាងក្រៅទន្សាយសាងសង់ដោយស្មោះពេញមួយថ្ងៃផ្ទះវារឹងមាំនិងអាចជួយសត្វក្មេងទៀតស្នាក់នៅបានសត្វទាំងឡាយឡើងសរសើរទន្សាយជាខ្លាំងក្អែកនិងចកមិនអាចទប់អារម្មណ៍ច្រណែនបានទេពួកវាសម្រេចចង់បោកទន្សាយទៅទៀតនៅយប់ពួកវាចូលទៅក្នុងផ្ទះទន្សាយដើម្បីលួចអាហារទន្សាយប៉ុន្តែទន្សាយឆ្លាតដឹងមុនហើយដាក់អន្ទាក់រងចាំចកនឹងក្អែកហោះចូលត្រូវខ្សាច់ភ្ជាប់ស្លាប់ចកចូលតាមបង្អួចត្រូវកោះកន្ទុយជាប់ព្រឹកឡើងសត្វទាំងឡាយឃើញក្អែកនិងចកជាប់អន្ទាក់ទន្សាយនិយាយថាគឺស្ដេចមិនអាចជាសត្វបោកសត្វទាំងឡាយសប្បាយចិត្តហើយសម្រេចបោះឆ្នោតផលបោះឆ្នោតបង្ហាញថាទន្សាយឈ្នះដោយប្រាជ្ញាក្អែកនិងចកសោកស្ដាយជាខ្លាំងទន្សាយក៏មិនយកចិត្តទុកដាក់ទេប៉ុន្តែចូលរួមសប្បាយជាមួយគេដែរវាបង្ហាញការអត់ធ្មត់និងចិត្តល្អព្រះឥន្ទនៅលើមេឃមើលឃើញក៏សប្បាយចិត្តព្រះឥន្ទបញ្ជូនពន្លឺមាសមកលើក្បាលទន្សាយពន្លឺនោះคล้ายជាមកុដមាសសត្វទាំងឡាយលើកដៃគោរពទន្សាយជាស្ដេចថ្មីទន្សាយចូលរាជដោយមានចកនិងក្អែកជាអ្នកជិតខាងវាសម្រេចឲ្យសត្វទាំងអស់រស់នៅដោយសន្តិភាពចកត្រូវចាត់ឲ្យថែទាំសត្វក្រីក្រក្អែកត្រូវទទួលបន្ទុកផ្សាយព័ត៌មានក្នុងព្រៃទាំងមូលคล้ายជាកន្លែងសុខសាន្តសត្វគ្រប់ប្រភេទស្រឡាញ់ស្ដេចទន្សាយជាខ្លាំងទន្សាយហ៊ាននិយាយថាអំណាចមិនមែនសម្រាប់បោកតែសម្រាប់ជួយចកចាប់ផ្ដើមរៀនធ្វើល្អក្អែកក៏បញ្ឈប់ការលួចអាហារព្រះឥន្ទសប្បាយចិត្តហើយផ្ញើព្រៃនេះឲ្យសត្វទាំងអស់មើលថែរៀងរហូតចុងក្រោយសត្វទាំងអស់រស់នៅក្នុងព្រៃដោយសុខសាន្តជាព្រះរាជរបស់ស្ដេចទន្សាយឆ្លាតវៃផងនោះ